ម្នាក់ថាមកឡាកម៉ូសំដែងបំពោសង្គមឥឡូវខ្ញុំសួរតិចបងប្អូនធ្លាប់យករឿងចឹងមកបំពោឬក៏យកមកសំដែងហាច់គេខ្វះខ្លួនឯងដែរមែនខ្ញុំសុំសួរបងប្អូនតិចបងប្អូនស្គាល់មកឡាកម៉ូប្រហែលជាយូរឆ្នាំហើយវាចូលចិត្ត5ឆ្នាំដែរបង្កើតប្រេមឡាកម៉ូហ្នឹងគាត់ដែរបំពោសង្គមដែរសំដែងឬក៏ដែរយករឿងចឹងមកបំពោឲ្យបងប្អូនទាំងអស់គ្នាមើលហើយខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅជួបមកឡាកម៉ូហើយទៅសួរគាត់ឲ្យច្បាស់ថាគាត់សំដែងឬក៏គាត់បំពោសង្គមឬក៏រឿងហ្នឹងវាយ៉ាងណាសួរម៉ែខ្ញុំសុំសួរម៉ែតិចនិយាយពីថាម្នាក់ខ្ញុំមិនដឹងថាគាត់កាត់អីតែមួយចំនួនទូចមែនតើប៉ុន្តែយើងចង់បកស្រាយកុំឲ្យមួយចំនួនតូចគាត់ចូលខមមិនបែបអញ្ចឹងយូរទៅធ្វើឲ្យបងប្អូនអ្នកផ្សេងអ្នកដែលគាត់នេះយកច្រឡំពីម៉ែឯងគេថាម៉ែសំដែងជាយាបំពល់ដើម្បីឲ្យលក់អវ៉ាន់អាចស្តុបចាស់ទី2គេថាម៉ែធ្វើអញ្ចឹងដើម្បីឲ្យចាប់អារម្មណ៍ទៅដើម្បីកុំឲ្យស្ងាត់ដោយសារឃើញម៉ែស្ងាត់អញ្ចឹងហើយទី3គេថាម៉ែលក់ខុនដូនឹងលក់អត់ចេញទៅធ្វើអញ្ចឹងស្រែកបកាច់អញ្ចឹងទៅទី1ខុនដូរបស់ខ្ញុំគឺខ្ញុំទៅប្រកាសលក់ហ្នឹងគ្រាន់តែខ្ញុំឮសូរតែបញ្ចុះតម្លៃហ្នឹងគឺអ្នកទិញហ្នឹងគឺដឹងតែច្រើនគាត់មកសួរព័ត៌មានហើយដឹងតែ view ច្រើនហើយអញ្ចឹងមិនបាច់ចាំខ្ញុំយំបកាច់គោវាគោដឹងថា view ច្រើនដែរព្រោះដោយសារអាក្នុងវីដេអូដែលខ្ញុំផុសខ្លួនឯងអ្នកមើលដល់តែ 8M ខ្ញុំអត់មានបានយំទេគឺខ្ញុំនិយាយតាមធម្មតាថាខុនដូខ្ញុំធ្វើអស់ប៉ុន្មានលក់តម្លៃប៉ុន្មានអាហ្នឹងទី1ទី2ការយំហ្នឹងគឺយំដោយការក្តុកក្តួលពេញពីអារម្មណ៍ខ្លួនឯងពិតប្រាកដព្រោះដោយសារខ្ញុំគឺជាមនុស្សម្នាក់ដែលមានវិបត្តិផ្លូវចិត្តអញ្ចឹងអាការយំស្រែកអញ្ចឹងមិនមែនយើងនៅធម្មតាសុកយើងយំបានទេអញ្ចឹងបើចេះយំបានមួយថ្ងៃខ្ញុំចេញ10 clip បាត់ហើយអញ្ចឹងគឺដោយសារអាការអារម្មណ៍មួយយើងដែលយើងទទួលយកអត់បានហើយវាចំថ្ងៃដូចថាគេចូលផ្ទះបាញ់ឯណានោះដល់អញ្ចឹងរឿងនោះវារឿងនេះerror តាំងពីព្រឹកអូខេអាហ្នឹងអត់មានសម្ដែងទេហើយក៏ដែរចង់បកស្រាយដែរព្រោះដោយសារមួយចំនួនទួយឯងក៏ប៉ុន្តែក៏ការសួរក៏ប្រាប់គេថាវាមិនដែរចំពាក់ដល់$10 លានហ្នឹងវាច្រើនអញ្ចឹងខ្ញុំនិយាយធួពាក់ព័ន្ធនឹង$10 លានជាងហ្នឹងគឺខ្ញុំសងគេតាំងពី COVID រហូតមកដល់ពេលឥឡូវហ្នឹងគឺ5ឆ្នាំហើយពេលដែលខ្ញុំទទួលខុសត្រូវសងម្ដាយរបស់ខ្ញុំហ្នឹងគឺឆន្ទៈរបស់ខ្ញុំគឺជាបុគ្គលម្នាក់ដែលខ្ញុំតែងតែគិតថាម្ដាយគឺជាអ្នកមានគុណម្ដាយបង្កើតយើងឲ្យឃើញពន្លឺថ្ងៃអញ្ចឹងបើសិនជាយើងជួយគាត់យើងរលត់ទៅដោយការខិតខំជួយគាត់ក៏យើងអស់ចិត្តដែរតែងតែគិតថាបើខ្លួនដេកម៉ាស៊ីនត្រជាក់ជិះឡានល្អផ្ទះធំញ៉ាំឆ្ងាញ់គេងល្អសួរថាពេលម្ដាយជាប់គុកគេចាប់ទៅចំនួនទឹក$10 លានជាងហ្នឹងម្ដាយដេកគុកសួរថាយើងក្បត់ខ្លួនឯងអញ្ចឹងខ្ញុំមិនអាចឈរមើលបានទេបងអ្នកណាផ្សេងគឺខ្ញុំអត់ដឹងទេតែសម្រាប់ខ្ញុំគឺមនុស្សខ្ញុំចូលចិត្តធ្វើបុណ្យមនុស្សខ្ញុំចូលចិត្តអាណិតអ្នកដទៃចុះតម្រាំជាម្ដាយរបស់ខ្ញុំផ្ទាល់ហើយ$10 លានជាងហ្នឹងគឺជាការពិតបងប្អូនអាចតែសួរអ្នកម្ដុំអូឡ িম্প ិកទៅដឹងហើយម៉ាក់ខ្ញុំធ្វើមេតុងទីនធំមួយខ្សែធំហើយលេងជាមួយសិនអ្នកមានអញ្ចឹងគឺលុយតុងទីនហ្នឹងគាត់លេងអញ្ចឹងទៅដោយសារគាត់លេងខ្លួនឯងរៀងច្រើនក្បាលហើយគាត់ពេលដែលគាត់ចង់ធ្វើអីមួយគាត់ស្ទះលុយស្ទះអីគាត់ខ្ចីកបុគ្គលខបុគ្គលងអីចឹងទៅយកមកដើម្បីខ្ចីដេញសិនយកទៅប្រើប្រាស់ចំណុចចុងក្រោយគេថាអាវ៉ាន់ម៉ែលេងផ្ទុះហើយអាវ៉ាន់ម៉ែប្រហែលជាលក់អត់ដាច់ឬក៏អត់គេហៅថាលក់អត់ចេញទៅម៉ែប្រឹងជាយើងបង្កើត content ថ្មីមានរឿងមិនចេះឈប់រឿងមិនចេះអស់រឿងម៉ែអស់ប៉ុនអស់នៅឡាកាម៉ូចាប់ដើមផ្ទុះតាំងពីចំណុច0មកខ្ញុំអត់បានទៅធ្វើទីផ្សារបកាច់បកិននេះទេតាំងពីថ្ងៃដំបូងគេមិនទាន់ស្គាល់ brand ឡាកាម៉ូនៅណាខ្ញុំធ្វើទីផ្សារបែបថ្លៃថ្នូរគាត់ឃើញខ្ញុំម្ដងគាត់តែងតែសរសើរថា brand ឡាកាម៉ូខ្ញុំធ្វើទីផ្សារបែបថ្លៃថ្នូរតាំងពីថ្ងៃដំបូងតាំងពីបងប្អូនមិនស្គាល់ឡាកាម៉ូនៅទីណាថ្លៃថ្នូរចុះទម្រាំឥឡូវគេស្គាល់សឹងមកស្រុកខ្មែរខ្ញុំចាំបាច់ទៅធ្វើទីផ្សារបែបហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាប្រហែលជាស្គាល់ខ្ញុំជឿថាបងប្អូនស្គាល់មកចាស់ brand ឡាកាម៉ូមាសច័ន្ទដាលីងពូវាឆ្លៃថាវាជារឿងមួយដែលវាគេខ្មាស់របស់យើងហើយវាមិនដែរណាយើងទៅហែកទ្រូងខ្លួនឯងឲ្យគេទេមនុស្សគេតែងតែចង់សូឡានសូលុយត្រូវអត់ហើយទៅសូយំទៅអីទៅសូលុយថាខ្លួនឯងពិបាកចាពាក់គេជាង$10 លានទៅអីចុះវាអត់មានប្រយោជន៍អីចាចង់សូធ្វើអ្នកមានបានតាខ្ចីគេយកមកធ្វើអូម៉ាអត់មានណាជួលឡានគេមកផ្លែតមកធ្វើអ្នកមានបានអរគុណច្រើនម៉ែអរគុណគួរសមហ៎អរគុណព្រះចាឥឡូវគេឲ្យព្រមរុំ3ឆ្នាំហើយណែយំទៀតឈប់ខ្ញុំថារ៉ាច់3ឆ្នាំ
កុំថាឡើយ3ឆ្នាំចាទោះមួយជីវិតក៏នៅតែមិនអាចបំភ្លេចបានទេដោយសារតែមនុស្សដែលយើងស្រឡាញ់ពាក្យថាប្តីប្រពន្ធណាបងប្អូនដល់ថ្ងៃគឺសំខាន់ខ្លាំងមែនទែនបាត់បង់អីមិនស្មើនឹងឈឺចាប់ដូចបាត់បង់ប្តីប្រពន្ធនិងកូនទេអារម្មណ៍មួយហ្នឹងគឺវាក្តុកក្តួលវាពិបាកហើយរកអ្នកណាមកជំនួសក៏ជំនួសអត់បានដែរអារម្មណ៍មួយហ្នឹងតើដែលអ្នកធ្លាប់បាត់បង់អ្នកដែលយល់អារម្មណ៍មួយហ្នឹងគឺគាត់ដឹងច្បាស់ណាស់ថាអារម្មណ៍ហ្នឹងវាពិបាកទទួលយកប្រពន្ធណានៅពេលដែលយើងមិនទាន់បើកចិត្តឬក៏បើកបេះដូងទទួលយកវាបានណាបងប្អូនរឿងគាត់បងប្អូនណាគឺលក្ខណៈថាបន្ទួនគឺចូលគ្នាឡើងច្រើនដែលថាពេលខ្លះដកចង់ហៅមកចង់រួចហើយថ្ងៃនេះគម្រប់ខួប3ឆ្នាំដែលឪឡាកាម៉ូបានចាក់ចែងបងប្អូនគឺធ្វើនៅវត្តគោតតឹងយើងនឹងឯងបងប្អូនបើក្បាលមកគឺខ្ញុំរហូតនិយាយទៅគឺគាត់ទទួលយកអត់ទាន់បានគាត់នៅតែនឹកនៅតែសំណោះនៅតែស្រឡាញ់ប្តីគាត់នៅតែចង់បានប្តីគាត់ត្រឡប់មកវិញអញ្ចឹងនៅក្នុងបណ្ដាញសង្គមមើលទៅគាត់រឹងមាំគាត់អស់ចាមើលទៅជាស្ត្រីមួយដែលខ្លាំងប៉ុន្តែទុនជ្រេខាងក្នុងគឺជ្រេអស់ហើយបេះដូងខ្ទេចខ្ទាំខ្ទេចខ្តាអស់រលេងតែម្ដងគ្នាស្វះសអីទេបងប្អូនអើយរាល់ថ្ងៃសតែដង្ហើមនឹងដានតែអន្តដើម្បីតែកូនតែបើសិនជាគាត់អត់មានកូន3នាក់ហ្នឹងប្រហែលគាត់ទៅមួយប្តីគាត់ឯងគាត់ប្រាប់ខ្ញុំអញ្ចឹងរាល់ថ្ងៃជីវិតម៉ែឡាកាម៉ូបងប្អូនរស់នៅពិបាកជាងស្លាប់ទៀតរស់នៅដោយសមោខ្មៅរហូតហ្មងប៉ុន្តែគាត់នៅតែជាយាមរស់ដោយសារតែកូនហើយមនុស្សជុំវិញខ្លួនគាត់គឺប៉ឹងលើវាសនាលើជីវិតគាត់គឺច្រើនមែនទែនបុគ្គលិកកូនចៅគាត់គឺរាប់ពាន់រាប់រយនាក់នេះនិយាយតែក្រុមហ៊ុនឡាកាម៉ូនៅក្រុមហ៊ុនផ្សេងនៅលាក់ស្អីខ្លះគឺច្រើនដល់ពេលបាត់បង់ប្តីទៅគាត់ដូចបាក់ស្លាប់មកចាហៀងបងប្អូនគឺគាត់ពិបាកទទួលយកមែនទែនតែសង្ឃឹមថាម៉ែនឹងរឹងមាំល្អប្រសើរជាងនេះនឹងអ្វីគ្រប់យ៉ាងនឹងល្អដោយសារម៉ែជាមនុស្សល្អម៉ែប្រឹងធ្វើបុណ្យម៉ែធ្វើតែកុសលល្អម៉ែជួយមនុស្សច្រើនណាស់ខ្ញុំជឿថាម៉ែនឹងជៀសផុតរឿងអាក្រក់ទាំងឡាយទាំងអស់ហ្នឹងក្នុងពេលឆាប់